មុនមកខ្ញុំដាំពូជខុសពីទិនចិត្តតែបានផលដែរផលវាតិចវាមិនច្រើនដូចទិនចិត្តទេដើមក៏ល្អហើយរូបក៏អត់សូវមានដែរផ្លែក៏ស្អាតហើយផ្លែច្រើនខ្ញុំឈ្មោះអ៊ីងសវឿនអាយុ54នៅស្រុកស្វាយលើខេត្តសៀមរាបកាលពីមុនខ្ញុំដាំតសក់យូរ10ឆ្នាំហើយមកដល់ហើយជិត10ឆ្នាំហើយតែខ្ញុំប្រើតែពូជផ្សេងហើយផលវាក៏មិនបានផលច្រើនហើយពិបាកត្រង់ថាដៃវាក៏វាចាញ់ពីវាពិបាកពុតត្រូវបានឡើងទ្រឹង3 4ដងវាមិនជាបានផលប្រហែលដែលគូសំតែនេះខ្ញុំមកបដូរពូជប្រើអាពូជទិនចិត្តនេះតើវាបានផលច្រើនដើមវាក៏ឡើងទ្រឹងល្អផ្លែវាក៏ស្អាតហើយផ្លែច្រើនដល់វស្សាក៏វាធន់នឹងទឹកភ្លៀងចាវាអត់ងាយខូចហើយអត់ងាយឡើងក្រាដូចអាពូជមុនទេមុនសម្បូរក្រាបាញ់ថ្នាំត្រឹមអត់បេះអស់បាញ់ថ្នាំក្រាច្រើនដងណាតែនេះអត់ពិបាកទេបាញ់តែម្ដងទៅហើយអត់សូវមានរូបវាធន់នឹងទឹកភ្លៀងច្រើនផ្លែស្អាតច្រើនតែផ្លែគ្រប់ឆ្នាំមានតែសម្បូរល្អច្រើនអត់សូវមានលេខ2ទេច្រើនតែល្អទាំងអស់ទោះបីតែលេខ2ក៏លេខ2ល្អអត់សូវមានកងកងអត់សូវមានកដទេខ្ញុំប្រើពូជមុនសម្បូរផ្កាឈ្មោលតែដល់ប្រើពូជថ្មីនេះសម្បូរផ្កាញីផ្កាហើយមានក្តាប់កាន់ល្អទៀត